សួស្តីអ្នកនរគ្នាមើលខ្ញុំកាត់សក់ before and after ថាវាខុសគ្នាបែបម៉េចហុកទី1ខ្ញុំអត់ទាន់កាត់សក់ទេនេះហុកទី2គឺបន្ទាប់ពីយើងធ្វើការកាត់សក់ហើយតោះទៅមើលទាំងអស់គ្នាហើយអ្នកនរគ្នាខ្ញុំនិយាយទៅកាត់សក់លើកនេះជួបបងជាងផុសលើកទី2ហើយដែលគាត់កាត់សក់ឲ្យខ្ញុំហើយចង់និយាយថាមុនកាត់ហ្នឹងក៏បានគាត់សួរខ្ញុំដែរថាកាត់ម៉ូតអត់គេមានហុកនៅអញ្ចឹងណាអញ្ចឹងក៏បានយកហុកឲ្យគាត់មើលនេះបងខ្ញុំចង់កាត់សក់ម៉ូតនេះហើយគាត់ថាចែអញ្ចឹងសក់ហ្នឹងកាត់អស់រៀងច្រើនតិចតែតិចទេហើយចង់និយាយថាកាត់សក់ខាងក្រោមហ្នឹងវាខាងលើវាអស់ខ្លីជាងខាងក្រោមអញ្ចឹងណាខ្ញុំថាអូខេបងកាត់មកអត់អីសក់ខ្ញុំច្រើនដែរក៏កាត់ទៅអ្នកនរគ្នាមុនកាត់ហ្នឹងណាក៏រៀងស្ទាក់ស្ទើរដែរស្ដាយសក់ព្រោះសក់នំបានទុកវែងអ្នកនរគ្នាសក់ខ្ញុំខ្វះតែមួយឆ្អាមទៀតហ្នឹងដល់គូទៅគិតមើលថាវាវែងមិនហើយសក់ខ្ញុំខះទៀតហើយបងហ្នឹងគាត់ឃើញសក់ខ្ញុំខះគាត់បញ្ចុះឲ្យខ្ញុំហ្នឹងអត់សក់គាត់ថាសក់ខ្ញុំហ្នឹងសក់ហើមអីណាហើយសក់ហើមមកហើយសំខាន់វាវែងទៀតបើអត់ទៅវាស្អាតអញ្ចឹងណាខ្ញុំថាអត់អីទេបងខ្ញុំគិតមើលសិនហើយតែប៉ុន្តែចិត្តខ្ញុំក៏ចង់ចាប់អារម្មណ៍ដែរថាចង់អត់សក់វាមើលទៅវាឃើញស្អាតអញ្ចឹងណាហើយក៏សួរតម្លៃគាត់ថាអត់ collagen អីហ្នឹងគាត់យកតា70ឯងខ្ញុំសួរទៀតបងប៉ាស្បែកក្បាលអត់ជ្រុះសក់អត់ព្រោះអីមនុស្សខ្ញុំវាខ្លាចដល់ពេលយើងអត់សក់អត់អីហើយចាញ់មโนគុំជាងមានណាជ្រុះសក់តប៉ែកសក់អស់អញ្ចឹងឥឡូវអត់ទេបងខ្ញុំប្រាប់គាត់ខ្ញុំសុំយកមកគិតសិនហើយពេលនិយាយគ្នាឲ្យអស់ហើយហ្នឹងអូខេខ្ញុំឲ្យគាត់កាត់ចុះឥឡូវខ្ញុំមកចាក់បងឥឡូវបាញ់កាត់សក់ខ្ញុំសិនមកអត់សក់ខ្ញុំអត់តន់នេះខ្ញុំសុំគិតមើលសិនអញ្ចឹងណាហើយគាត់ក៏កាត់ទៅអ្នកនរគ្នាក៏ញ៉ាំគាត់កាត់ដេញពីក្រោមឡើងទៅលើសក់ខ្ញុំចង់អស់ហើយឃើញទឹកមុខខ្ញុំហីក្នុងចិត្តហ្នឹងអើយអញគិតត្រូវកាត់ខុសទេកាត់សក់មួយហ្នឹងហើយអ្នកនរគ្នាម៉ូតសក់ខ្ញុំកាត់ហ្នឹងល្បីខាង TikTok អីគេ hair layer គេអីហ្នឹងអូនិយាយទៅ trending ក្នុង TikTok ខ្លាំងអញ្ចឹងអត់ដែរកាត់ម៉ូតហ្នឹងម្ដងធ្លាប់តែកាត់សាំងស៊ីលកាត់ម៉ូតរ៉េសធម្មតាអញ្ចឹងណាកាត់យកសក់បែកចុងអីចឹងទៅពេលឥឡូវនេះកាត់តាម TikTok ម្ដងចង់ដឹងថាវាមិនហើយដល់ពេលកាត់ហើយគាត់យកអាម៉ាស៊ីនផ្លុំយកមកផ្លុំអញ្ចឹងណាដើម្បីឲ្យជាប់កុំឲ្យជាប់អាភុយនឹងគេនឹងមានការឆែកខ្លួនឯងជាខ្លាំងសិតគេកាត់ហើយធូរក្បាលស្រាប់ថាតែប៉ាត់ក្នុងចិត្តនឹងស្ដាយសក់ចង់ងាប់ហើយអូយអញសក់អញខំទុកចង់ងាប់ឥឡូវកាត់អស់លីងសល់បន្តិចអានេះសក់ពេលគាត់កាត់ហើយចង់និយាយថាគឺសំពងខ្លាំងគាត់និយាយហើយតើសក់ខ្ញុំរៀងស្ពងរៀងតសៃធំអញ្ចឹងណាអញ្ចឹងអូខេគាត់គៀបឲ្យអាពេលកាត់ដំបូងអត់គៀបដូចឈួតដល់ពេលគៀបទៅរៀងគ្រាន់មើលបន្តិចអានេះចិត្តចេញលទ្ធផលបដាណាគាត់គៀបហើយគាត់តិចនៃគាត់គៀបហ្នឹងគាត់គៀបលើសិនអ្នកគ្នាគាត់អត់យកចុងរៀងក្តោបហ្មងងាយគាត់គៀបឲ្យថងឥឡូវហ្នឹងឲ្យរៀបសិនអីឲ្យអស់ឲ្យគ្រប់សក់យើងអីឲ្យអស់ហើយបានគាត់ចាប់ផ្ដើមចាត់ការចុងសក់នឹងដើម្បីឲ្យវារៀងក្តោបអញ្ចឹងគាត់យកតិចនេះគាត់យកអាម៉ាស៊ីនផ្លុំហ្នឹងយកមកផ្លុំមកលើហ្នឹងឲ្យវារៀងប៉ោងតិចអញ្ចឹងណាកុំឃើញសក់ខ្ញុំវារៀបពេកវាទៅពេកអញ្ចឹងទៅនេះចាត់ចេញជារូបរាងបដើហើយចង់និយាយថាទឹកដៃអេមរបស់គេអញ្ចឹងណាតាមអីទេសក់ប៉ុណ្ណឹងមួយខែទៀតដោះហើយចាត់ចេញជារូបរាងបដាប្រាហើយគៀបសក់ឯងឡើងចង់ដាច់ពីក្បាលចង់និយាយអញ្ចឹងណាក្តោបឡើងដូចស្បែកក្តោបទៅចិត្តហើយមែនតើហើយបានមកចាស់ហៀងហើយចិត្តឃើញលទ្ធផលទាំងអស់គ្នាហើយថាសក់ខ្ញុំហ្នឹងវាទៅជាបែបណាថាគាត់កាត់ឲ្យហ្នឹងបងប្រុសពូជាងហ្នឹងកាត់ឲ្យហ្នឹងចង់ដឹងថាសក់ខ្ញុំទៅជាយ៉ាងណាសូមតាមដានទាំងអស់គ្នា1 2 3ណែតែន not bad ទាំងអស់គ្នាគាត់ប៉ិនកាត់ដែរណាគាត់កាត់ហើយគាត់ប៉ិនគៀបទៀតគៀបដល់ចេញមកអែមសែមយកប្រោយណាអ្នកនរដឹងខ្ញុំកាត់ប៉ុណ្ណឹងអត់ថ្លៃមួយនាទីមើលខ្ញុំកាត់ហ្នឹងទាំងកាត់ទាំងគៀបគឺគាត់យកខ្ញុំ$7ណា$5,000រយៈពេល1ម៉ោងកន្លះអូខេវាសមនឹងតម្លៃដែរវាអត់ថ្លៃប្រហែលទេសម្រាប់ខ្ញុំតែស្អាតរបស់គេfinally យើងបានកាត់សក់រួចរាល់ហើយចង់និយាយថា red ឲ្យម៉ានលើម៉ានដែរបងប្អូនសម្រាប់ខ្ញុំ not bad ឥឡូវសួរថាឆ្លាញ់អត់ឆ្លាញ់តែឆ្លាញ់ពេលគៀបក្តោបតែពេលអត់គៀបក្តោបអានឹងចំកិតទៀតសំខាន់ឥឡូវស្មាញ់សិនហើយចង់និយាយចឹងណាចឹងវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេបងអូនអរគុណច្រើនបាយបាយ